ប្រគេនពរចម្រើនពរដល់លោកអ្នកសប្បុរសទាំងឡាយមេត្តាជ្រាបថានៅថ្ងៃទី22ខែមីនាឆ្នាំ2026វត្តជោតនារាមបង្កុកប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីប្រមូលបច្ច័យមកកសាងផ្លូវបេតុងប្រភេទអាមេនិងបុណ្យតកេណានុប្បទានឧទ្ទិសមហាកុសលប្រគេនអតីតបច្ចៅអធិការគ្រូសូត្រស្វែងស្ដាំនិងឧទ្ទិសជូនអាចារ្យគណៈកម្មការគ្រប់ជំនាន់ដែលមានឧបការៈគុណសម្រាប់វត្តជោតនារាមបង្កុកអាស្រ័យហេតុនេះខ្ញុំបកអនាអាត្មាភាពសូមអំពាវនាវដល់សិស្សគុណនិងពុទ្ធបរិស័ទទាំងអស់មេត្តាចូលរួមក្នុងកម្មវិធីនេះតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនសូមបញ្ជាក់ផងដែរថាប្រសិនបើលោកអ្នកអញ្ជើញនិមន្តចូលរួមកម្មវិធីបុណ្យមេត្តានាំមកនៅផ្កាប្រាក់ក៏បាននាំមកនៅផ្កាស្រស់ក៏បានដោយវត្តបង្កុកត្រូវយកផ្កាស្រស់បូជាចំពោះព្រះឧទ្ទេសកចេតិយដែលយើងបានកសាងចិត្តរួចជាស្ថាពរហើយអញ្ចឹងលោកអ្នកមានផ្កាស្រស់ក្តីក៏អាចចូលរួមកម្មវិធីនឹងបានលោកអ្នកមានផើងផ្កាមិនប្រើប្រាស់ក្តីក៏អាចយកមកប្រគេនបានឬផើងដែលរាងចាស់ក៏យកមកប្រគេនបានវត្តនឹងធ្វើការរៀបចំជួសជុលដើម្បីប្រើប្រាស់ដាំផ្កានៅក្នុងវត្តឲ្យបានល្អប្រសើរឃើញនៅតាមគេហដ្ឋានលោកអ្នកមួយចំនួនផើងផ្កាខ្លះក៏ទុកចោលឬមិនបានថែទាំអីកុំឲ្យចង្អៀតទីឃ្លាអីលោកអ្នកអាចមកដាក់តម្កល់ក្នុងវត្តបានចឹងវត្តបង្កុកនឹងធ្វើការរៀបចំផើងផ្កានេះឲ្យបានស្អាតហើយយើងនឹងជីវផ្កាយកមកដាំនៅលើផើងរបស់លោកអ្នកនឹងឬលោកអ្នកអាចមានសទ្ធាជីវជាផើងផ្កាឬដើមផ្កាអីមានជាស្រេចអាចយកមកបូជាបាទដោយលោកអ្នកអាចមើលឃើញនៅខាងក្រោយនេះស្រេចដែលយើងធ្វើការរៀបចំនៅទីនេះរៀបចំហើយយើងនឹងធ្វើការថែទាំដាក់ជីស្រោចទឹកឲ្យបានល្អដល់ពេលមានពិធីយើងនឹងយកទៅបូជាព្រះរតនត្រ័យចឹងសូមលោកអ្នកមេត្តាចូលរួមតាមសទ្ធាជ្រះថ្លាសូមអរគុណសូមចម្រើនពរលា